មនុស្សនឹងមិនផ្លាស់ប្ដូរទេតតែគេសុខចិត្តផ្លាស់ប្ដូរដោយខ្លួនឯងទម្លាប់ដែលគួរឲ្យរំខានរបស់ដៃគូរបស់អ្នកមិនរលាយបាត់ទៅដោយឯងដោយសារតែអ្នកសម្លក់ដាក់គេនោះទេមិត្តរបស់អ្នកនឹងមិនបញ្ឈប់អាកប្បកិរិយាដែលបំផ្លាញខ្លួនឯងរបស់គេជាដាច់ខាតដោយគ្រាន់តែអ្នកមិនយល់ស្របជាមួយអាកប្បកិរិយាទាំងអស់នោះទស្សនៈចាស់កម្រិលរបស់ឪពុកម្ដាយរបស់អ្នកនឹងមិនលើកកម្រិតភ្លាមដោយសារតែអ្នកប្រកែកតវ៉ាជាមួយពួកគាត់នោះទេដោយពាក្យស្លោកមួយដែលគេនិយាយថាយើងអាចដឹកសេះទៅរកស្រះទឹកបានប៉ុន្តែអ្នកមិនអាចបង្ខំឲ្យវាផឹកទឹកជាដាច់ខាតអ្នកអាចផ្ដល់ជូនការគាំទ្រនិងជំនួយចែករំលែកគតិបណ្ឌិតហើយធ្វើជាគំរូដល់ពួកគេប៉ុន្តែចុងក្រោយទៅការផ្លាស់ប្ដូរត្រូវកើតចេញពីក្នុងចិត្តរបស់គេវាគួរឲ្យខកចិត្តខ្លាំងណាស់ដែលមើលឃើញនរណាម្នាក់ដែលអ្នកយកចិត្តទុកដាក់យ៉ាងខ្លាំងធ្វើកំហុសដដែលម្ដងហើយម្ដងទៀតប៉ុន្តែថាមពលរបស់អ្នកដែលអ្នកចំណាយដើម្បីផ្លាស់ប្ដូរអ្នកដទៃគឺជាថាមពលដែលអ្នកមិនបានវិនិយោគលើខ្លួនឯងការងាររបស់អ្នកមិនមែនតែផ្លាស់ប្ដូរឬជួសជុលអ្នកដទៃនោះទេមនុស្សតែម្នាក់គត់ដែលអ្នកអាចផ្លាស់ប្ដូរបាននោះគឺខ្លួនអ្នកផ្ទាល់ប៉ុន្តែជួនកាលការផ្លាស់ប្ដូររបស់អ្នកនោះឯងដែលជាកម្លាំងជំរុញចិត្តមនុស្សដ៏ក្លៀវក្លា